បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទវិជាបាទកសិករទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់បាទចែករំលែកបាទពាក់ព័ន្ធទៅនឹងការផលិតបាទជីទឹកដែលជួយឲ្យបាទទី1ជួយឲ្យប្រព័ន្ធឫសរបស់ដំណាំគឺលូតលាស់ល្អលឿនហើយជួយឲ្យស្លឹករបស់ដំណាំគឺលាស់ត្រួយស្លឹកបាទខៀវខ្ចីនិងជួយបង្កើនសមត្ថភាពដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹមនឹងជួយឲ្យដំណាំធន់ទ្រាំទៅនឹងបាទបរិយាកាសជំវិញដូចជាបាទកម្ដៅស្ងួតបាទផ្សេងទៀតបាទអញ្ចឹងអត្ថប្រយោជន៍មួយចំនួនទៀតគឺវាជួយបាទកើនល្អបាទគុណភាពដីបាទជួយឲ្យដីមានបាទទម្រង់ល្អមានជីជាតិបាទនឹងជួយបង្កើនពពុះបាទអតិសកម្មប្រានៅក្នុងដីបាទអញ្ចឹងវត្ថុធាតុដើមក្នុងការផលិតបាទជីទឹកនេះទី1យើងបាទប្រើប្រាស់បាទចំណីមាន់បាទអញ្ចឹងនៅក្នុងចំណីមាន់វាសម្បូរដោយពពុះបាទអាសូតហៅថានីត្រូសែនបាទអញ្ចឹងចន្លោះពី2កន្លះរហូតដល់4កន្លះបាទហើយមួយទៀតវាសម្បូរពពុះបាទប្រូតេអ៊ីនបាទប្រូតេអ៊ីនអញ្ចឹងប្រូតេអ៊ីនវាកើតចេញពីការប្រមូលផ្ដុំបាទអាមីណូអាស៊ីតជាច្រើនបង្កើតបានជាប្រូតេអ៊ីនបាទអញ្ចឹងប្រូតេអ៊ីនវាមានតួនាទីបាទក្នុងការបង្កើតបាទកោសិកាថ្មីបាទដូចជាស្លឹកដើមឬបាទផ្កាផ្លែជាដើមហើយវាជួយផលិតអង់ស៊ីមបាទនឹងជួយបង្កើនល្បឿនប្រតិកម្មគីមីបាទហើយមួយទៀតក៏វាជួយក្នុងការបាទគ្រប់គ្រងបាទក្នុងការធ្វើរស្មីសំយោគរបស់ដំណាំបាទអញ្ចឹងវត្ថុធាតុដើមទី1យើងប្រើចំណីកូនមាន់ហើយទី2យើងប្រើអង្ករបាទចំណីកូនមាន់បាទកន្លះគីឡូទៅហើយអង្ករបាទអាច1គីឡូទៅហើយកន្ទក់បាទកន្ទក់យើងកន្ទក់ម៉ត់ណាបាទ1គីឡូដែរទៅហើយបាទទឹកយើងអាចបាទដាក់5លីត្រទៅបាទហើយយើងធ្វើការបាទផ្អាប់ទុកបាទរយៈពេលបាទអាចកន្លះខែទៅបាទហើយបើសិនយើងមានបាទកាក់ស្ករកាក់អីយើងអាចបន្ថែមនោះដើម្បីជាអាហាររបស់ពពុះអតិសកម្មប្រាដើម្បីឲ្យបាទជីរបស់យើងវាកាន់តែកាច់បាទកាន់តែមានបាទប្រសិទ្ធភាពបាទអញ្ចឹងចូលមកចំណុចបន្ទាប់យើងនឹងបង្ហាញពីរបៀបនៃការបាទប្រើប្រាស់បាទអញ្ចឹងការប្រើប្រាស់យើងបាទអាចយកទឹកជីហ្នឹងបាទចន្លោះពី50អាចដល់100ទៅហើយលាយទឹកយើង25លីត្រទៅហើយយើងធ្វើការបាញ់លើស្លឹកចន្លោះ7ថ្ងៃម្ដងបាទឬក៏14ថ្ងៃម្ដងមួយទៀតយើងអាចស្រោចគល់ដំណាំក៏បានដែរបាទឬក៏អាចបាញ់ទៅលើដីដើម្បីជួយបង្កើនបាទជីជាតិដីបាទហើយជីនេះយើងអាចបាទរក្សាទុកបាទរហូតដល់បាន3ឆ្នាំបាទ3ឆ្នាំហើយយើងរក្សាទុកនៅកន្លែងបន្ទប់អង្កត់ទៅហើយកុំឲ្យត្រូវពលឺថ្ងៃកាលណាត្រូវពលឺថ្ងៃទៅវាខូចបាទគុណភាពជីបាទ